បាទសូមសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមលើកយកព័ត៌មានពាក់ព័ន្ធទៅនឹងការត្រៀមប្រកាសចេញនៅ AirTag 2ដោយយើងបានដឹងហើយបើទោះបីជា AirTag 1មានការប្រើប្រាស់យ៉ាងទូលំទូលាយនិងមានការធ្វើ update កំណែ software សម្រាប់ប្រើប្រាស់ចាប់តាំងពីវាប្រកាសចេញលក់មកប៉ុន្តែគេមិនទាន់ឃើញមានការកែប្រែទៅលើផ្នែក hardware នៅឡើយទេដើម្បីឲ្យយល់កាន់តែច្បាស់តើអ្វីទៅជា AirTag ទន្ទឹមនឹង AirTag ត្រូវបានប្រើប្រាស់សម្រាប់ការភ្ជាប់ទៅជាមួយចង្កោមសោកាតាបវ៉ាលីឬឧបករណ៍ផ្សេងៗរួមទាំងរថយន្តផងដែរវាត្រូវបានធ្វើការតាមរយៈ Find My Network ដែលវាផ្ញើទីតាំងដែលយើងហៅថា location តាមរយៈ accessory ទៅកាន់ឧបករណ៍របស់អ្នកប្រើប្រាស់តាមរយៈApple Device Nearby ដូច្នេះ AirTag មិនត្រូវការប្រើប្រាស់អ៊ីនធឺណិតដើម្បីធ្វើការតភ្ជាប់នោះឡើយហើយតាមរយៈការប្រើប្រាស់បន្ទះ chip U1 នៅលើ AirTag Series 1 នេះយើងឃើញថាការប្រើប្រាស់ Ultra Wideband chip អាចប្រើប្រាស់បានរយៈចម្ងាយ10ទៅ15ម៉ែត្រតាមរយៈការស្វែងរកនៅលើ iPhone និង Apple Watch ដែលយើងហៅថា Precision Finding Featureក៏ប៉ុន្តែគេឃើញថា Ultra Wideband chip រហូតមកដល់ពេលបច្ចុប្បន្ននេះសម្រាប់ iPhone 15 និង Apple Watch Series 9 គឺអាចប្រើប្រាស់បានរហូតដល់រយៈចម្ងាយ60ម៉ែត្រទាំងនេះគឺផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកឧបករណ៍ឬវត្ថុណាមួយដែលនៅមានចម្ងាយឆ្ងាយពីអ្នកស្វែងរកដូច្នេះជាចុងក្រោយស្របពេលដែលចង្វាក់ផលិតកម្ម Apple កំពុងត្រៀមបង្ហាញនៅ AirTag Series 2 នេះយើងអាចនៅរងចាំមើលការប្រកាសនៅខែឧសភានិងខែមិថុនាខាងមុខស្របពេលដែលកម្មវិធីសន្និសីទ WWDC 2025ដែល Apple ត្រៀមប្រកាសខាងមុខនេះសូមអរគុណបាទចំណែកឯព័ត៌មានទី2នេះវិញពាក់ព័ន្ធទៅនឹងការបែកធ្លាយនៅព័ត៌មានរសើបស្ដីពីការពិភាក្សាយោធារបស់លោក Michael Waltz ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនៅលើប្រព័ន្ធបណ្ដាញ Signal រួចមកកាសែត Washington Post បានចោទជាសំណួរទៅលើការប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនវិញម្ដងគួរឲ្យដឹងថាកាលពីសប្តាហ៍មុនទីប្រឹក្សាសន្តិសុខជាតិលោក Michael Waltz បានដាក់ច្រឡំអ្នកកាសែតម្នាក់ដោយអចេតនាចូលក្នុងក្រុមដើម្បីជជែកពិភាក្សាអំពីគ្រោងការវាយប្រហារលើក្រុមឧទាមហ៊ូទីយេម៉ែនដែលជាហេតុបណ្ដាលឲ្យមានការបែកចេញជាព័ត៌មានគណៈដែលរដ្ឋបាលរបស់លោកប្រឈមនឹងការត្រួតពិនិត្យយ៉ាងខ្លាំងជំវិញហេតុការណ៍ថ្មីនេះ Washington Post បានស្រង់សម្ដីរបស់គាត់ថាបានពិភាក្សាទៅលើទីតាំងយោធាដ៏រសើបនិងប្រព័ន្ធសពាវុធដ៏មានឥទ្ធិពលទាក់ទងនឹងចំនួនដែលកំពុងបន្តតាមរយៈការប្រើគណនី Gmail ផ្ទាល់ខ្លួនរបស់គាត់ទន្ទឹមនេះលោក Waltz រួមជាមួយនឹងសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខជាតិបានប្រើប្រាស់ Gmail សម្រាប់ការសន្ទនាបច្ចេកទេសជាមួយនឹងសហការីនៅទីភ្នាក់ងារការងាររដ្ឋាភិបាលផ្សេងទៀតដោយទម្លាប់ធម្មតាដោយតាមសម្ដីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ Brent Hagis ថា Waltz មិនបានផ្ញើព័ត៌មានដែលបានចាត់ថ្នាក់តាមរយៈគណនីបើកចំហនោះទេហើយគេក៏មិនបានស្វែងរកឃើញភស្តុតាងដាក់បន្ទុកថាលោកបានប្រើប្រាស់គណនីផ្ទាល់ខ្លួនក្នុងការបញ្ជូនព័ត៌មាននេះផងដែរសូមអរគុណ